ធ្វើយ៉ាងណាអាចបែងចែករវាងដុំខ្លាញ់ជាមួយនឹងដុំគីសហើយហានិភ័យខុសគ្នាបែបណាដុំខ្លាញ់ជាមួយនឹងដុំគីសសុទ្ធតែជាជំងឺមិនមែនជាមហារីកមិនមែនជាដុំមហារីកឡើយដុំគីសអាចមានទំហំតូចជាងហើយរាងមិនសូវចលនាច្រើនអាចរុញចេញរុញចូលរុញទៅមុខទៅក្រោយទៅឆ្វេងស្ដាំអញ្ចឹងទៅប៉ុន្តែដុំខ្លាញ់ភាគច្រើនគឺយើងរុញបានស្រួលជាងជំងឺទាំងពីរនេះសុទ្ធតែមិនមានការឈឺចាប់អីទេហើយជាទូទៅអាចនៅមានគ្រប់កន្លែងនៅក្នុងខ្លួនរបស់យើងនៅក្រោមស្បែកការព្យាបាលគឺត្រូវយកចេញហើយមិនមានជាការពិនិត្យសាច់អីទេក្នុងករណីខ្លះត្រូវធ្វើការយកចេញដើម្បីកុំឲ្យមានខ្លាយជាខ្លាយរោគដូចរូបនេះអញ្ចឹងគួរតែយកឲ្យបានឆាប់ល្អជាងទុកខ្ញុំបាទវិជ្ជសិទ្ធិសុងលីខាងផ្នែកជំងឺកុមារវាកាត់កុមារតាំងពីឆ្នាំ2007មក18ឆ្នាំនៃបទពិសោធន៍ការងារតាមស្តង់ដារអន្តរជាតិសូមអរគុណសូមជម្រាបលា